សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំដែលថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីចំណុចថ្មីនៃ iOS 26.4 ដែលក្រុមហ៊ុន Apple គឺតែនឹងទម្លាក់ថ្មីឲ្យយើងធ្វើការអាប់ដេតក៏ដូចជាតម្លើងហើយក៏តើគេទទួលបាននៅមុខងារអីថ្មីខ្លះនៅលើ iOS 26.4 កុំភ្លេចទស្សនានៅវីដេអូនេះទាំងអស់គ្នាហើយចំណុចថ្មីទី1ហ្នឹងបន្ទាប់ពីបងប្អូនអ្នកគ្នាធ្វើការអាប់ដេតទៅកាន់iOS 26.4 ហ្នឹងគឺបងប្អូនទទួលបាននៅ emoji ថ្មីក្នុងនោះបងប្អូនទទួលបាននៅ emoji ថ្មីចំនួន8ដែលខ្ញុំដាក់នៅលើអេក្រង់ជូនទៅកាន់បងប្អូនហ្នឹងអញ្ចឹងបើសិនជាបងប្អូនចង់បាន emoji ថ្មីបែបនេះបងប្អូនអាច update ទៅកាន់ iOS 26.4 បានដល់ចំណុចថ្មីទី2បន្ទាប់ពីយើងធ្វើការ update មកយើងទទួលបាននៅមុខងារមួយដែលប្រាប់ថា reuse sprite effect ដែលគ្រាន់តែបងប្អូនចូលទៅកាន់ setting ចឹងពេលដែលបងប្អូនចូលទៅកាន់ setting អូសចូលមកខាងក្រោមបងប្អូនឃើញពាក្យថា accessibility បងប្អូនអូសមកកាន់ display and text size បងប្អូនអូសមកខាងក្រោមមកបងប្អូននឹងឃើញពាក្យថា reuse sprite effect ចឹងបងប្អូនអាចធ្វើការបើកបានដោយបើសិនជាបងប្អូនអត់ទាន់បើកទេបងប្អូនអាចឧទាហរណ៍ឲ្យបងប្អូនមើលអត់ទាន់បើកទេអត់ខ្ញុំចូលទៅកាន់ message អញ្ចឹងបងប្អូនចុចនៅលើកន្លែងនេះបងប្អូននឹងឃើញវាមាន effect សបងប្អូនឃើញអត់វាលោតភ្លើងរៀងភ្លឺពេលដែលយើងប៉ះទៅហ្នឹងអញ្ចឹងបន្ទាប់ពីដែលយើងបើកនៅមុខងារហ្នឹងអញ្ចឹងវាកាត់បន្ថយទៅលើ effect ទាំងអស់ហ្នឹងវាឡើងលោតភ្លឺវាពណ៌បែបងឹតធម្មតាពីក៏សធម្មតាបងប្អូនអរគ្នាអញ្ចឹងនេះជួយកាត់បន្ថយនៃការស៊ីថ្មរបស់យើងហើយជួយឲ្យទូរស័ព្ទរបស់យើងក៏វាអាចនឹងប្រើប្រាស់ដូចជាលឿនជាងមុនដែរចំណុចថ្មីទី3ហ្នឹងទៅលើកម្មវិធី podcast នៅលើ iPhone មកយើងពីមុនយើងប្រើប្រាស់កម្មវិធី podcast យើងបានតែស្ដាប់ធម្មតាជា audio ធម្មតាទេយើងអាចមើលជាវីដេអូបាននេះអញ្ចឹងនៅ iOS 26.4 ហ្នឹងយើងអាចទស្សនាជាវីដេអូផងស្ដាប់នៅ podcast ផងបានផងដែរចូលដល់ខ្ញុំ play នៅ podcast មួយអញ្ចឹងបងប្អូនអាចឃើញវាចេញជាលក្ខណៈវីដេអូហើយបងប្អូនចង់បិទឲ្យជា podcast ធម្មតាជា audio ធម្មតាក៏បានដែរអញ្ចឹងយើងចង់បើកជាវីដេអូក៏បានធ្វើវាងាយស្រួលមែនតើចំណុចថ្មីទី4ហ្នឹងគឺតទៅជាមួយនឹង hotspot នៅលើ iPhone របស់យើងតទៅមួយការ share internet អញ្ចឹងបងប្អូនអាចចូលទៅកាន់ setting បងប្អូនចូលទៅកាន់ hotspot បន្ទាប់មកបងប្អូនចូលទៅកាន់កន្លែង usage data usage នេះចាំបងប្អូនចូលទៅកាន់ data usage បងប្អូននឹងឃើញ data ទូរស័ព្ទរបស់បងប្អូនបាន share internet ទៅកាន់laptop ឬកាន់ទៅកាន់ device អីហើយវាចំណាយ data អស់ប្រមាណណាបងប្អូនអរគ្នាអញ្ចឹងដូចខ្ញុំ share អញ្ចឹងទៅកាន់ desktop អញ្ចឹងចំណាយអស់ data 14G ជាងទៅក្នុងភាសា share អញ្ចឹងណាបងប្អូនអរគ្នាដល់មុខងារថ្មីទី5ទាក់ទងជាមួយនឹងការប្រើប្រាស់ជាមួយនឹង keyboard ចឹងជាទូទៅបើយើងប្រើប្រាស់ keyboard មានលក្ខណៈស្ទក់វាយទៅអក្សរត្រូវបានល្អចឹង Apple ក៏បានបង្កើតនៅមុខងារមួយនៅលើ keyboard របស់យើងដែរដោយគ្រាន់តែយើងចូលទៅកាន់ setting បងប្អូនចូលទៅកាន់ general បងប្អូនអស់មកខាងក្រោមបងប្អូនយកពាក្យថា transfer or reset iPhone បងប្អូនយកពាក្យថា reset យើងនឹងមានមុខងារថ្មីមួយទៀតដែលដាក់ថា reset keyboard dictionary អញ្ចឹងបងប្អូនអាចធ្វើការ reset ទៅដើម្បីឲ្យ iPhone របស់បងប្អូនប្រើប្រាស់ keyboard បានស្រួលជាងមុនប្រើប្រាស់ទៅបានល្អជាងមុនវាយអត់សូវខុសអញ្ចឹងបងប្អូនមកគ្នាថ្មីចុងក្រោយពាក់ព័ន្ធជាមួយនឹង wallpaper អញ្ចឹងយើងទទួលបាននៅមុខងារថ្មីនៅលើ wallpaper ចូលថាបងប្អូនស្កត់លើ wallpaper ឲ្យជាប់បងប្អូនចូលមកដល់ wallpaper បងប្អូននឹងទទួលបាននៅ wallpaper ដដែលតែវាមានមុខងារបងប្អូនឃើញពាក្យថា get នេះគឺបងប្អូនអាចចុច get ដើម្បីធ្វើការ download wallpaper នឹងទុកឬក៏បងប្អូនអាចធ្វើការលុបនៅ wallpaper នឹងបានដូចគ្នាផងដែរអញ្ចឹងវាផ្ដល់ឲ្យបងប្អូនកាន់តែងាយស្រួលក្នុងការប្រើប្រាស់នៅ wallpaper ក៏ដូចជាលុបវាចេញដើម្បីកុំឲ្យឆាប់ពេញនៅទូរស័ព្ទបងប្អូនបើសិនជាយើងប្រើប្រាស់ទូរស័ព្ទមានទំហំ memory ផ្ទុកតូចចឹងបងប្អូនអរគ្នាចឹងថ្ងៃនេះខ្ញុំមាន6ចំណុចតទៅជាមួយនឹង iOS 26.4 តទៅមួយចំណុចថ្មីហ្នឹងហើយសង្ឃឹមថាបងប្អូនពេញចិត្តយើងជួបបងប្អូនអរគ្នានៅវីដេអូក្រោយទៀត